ជាឡើងទី1របស់អូនហើយដែលបានឃើញកន្លែងបែបនេះហ៎ទស្សនភាពស្អាតឡើងចាក់ភ្នែកហ្មងបងអើយបងសាក់ទីលោមកថាទស្សនភាពបែបនេះស្ថិតនៅខេត្តណាសួស្ដីបងថ្ងៃនេះមកទៀតហើយមកបែបលក្ខណៈថាមកលេងអាងទឹកក្របបាត់សមុទ្រចឹងណាបងឃើញទស្សនភាពស្អាតចឹងណាក៏តែស្រុកគេមែនទេណូគឺនៅខេត្តសៀមរាបយើងនឹងឯងថ្ងៃមុនមកអូនបាននាំអូនទៅប្រជុំនៅខេត្តសៀមរាបអូនក៏បានតាមមកអូនទៅជាមួយដែរពេលមកអូនបានចូលប្រជុំបាត់មានអីបានដែរអូនហ្នឹងអូនជាមួយនឹងប៉ាអូនមកលេងអាងត្រីដឹងតែម្ដងតាមុនដំបងឡើយអូនមកទិញសម្បត្តិគេសិននៅកន្លែងទិញសម្បត្តិហ្នឹងណាបងក៏ណែនាំអូនជាច្រើនអំពីកន្លែងហ្នឹងដែលត្រូវហាមយើងមិនឲ្យធ្វើអ្វីខ្លះបន្ទាប់ពីទិញសម្បត្តិរួចអូនក៏បានចូលមកក្នុងស្អាតខ្លាំងណាស់បងអើយនេះគឺជាលើកទី1នៅក្នុងឆាកជីវិតអូនតែម្ដងខំដាក់ច្បាប់សុំគ្រូ3ថ្ងៃដើម្បីទៅលេងខេត្តសៀមរាបហ្នឹងណាបងមិនឲ្យអូនខកចិត្តមកនៅសភាពស្អាតរបស់គេទេបងអូនខ្វះក៏ខ្លាំងមែនតើដែលបានឃើញត្រីធំហ្នឹងបើនិយាយពីថាត្រីនេះវិញឃើញខ្លាដល់ឆ្អឹងហ្មងសាច់វាសឹកតែថាឃើញពវៀនត្រីទៀតដល់ទឹកវាថ្លាពេកត្រីហ្នឹងបើនៅខេត្តអូនវិញគេហៅត្រីបដូរលពើមិនតែនៅនេះអត់ដឹងថាគេហៅត្រីអីទេមកសកម្មភាពអូនណាចង្លែបត្រីចឹងចុះក្នុងពោះហាស្រឡាញ់ពេកបាត់ត្រីនេះបានយកទៅប្រឡាក់ឲ្យជាណានឹងឆ្ងាញ់មិនទៅសាធំចឹងចំណែកឯត្រីនេះវិញអូនឃើញហើយក៏ពុះក្រោយចឹងចាប់យកស្ងោរជ្រក់ហ្មងបងជឿអត់បើយកត្រីនេះចាប់ស្ងោរជ្រក់ឲ្យប្រឡាក់អំបិលឆ្ងាញ់មិនអីណាអានេះអត់ដឹងគេហៅត្រីអីទេបងធំខ្មៅល្ងិតប៉ិនអូនតែម្ដងធ្លាប់តែឃើញក្នុងទូរស័ព្ទដល់ពេលបើឃើញផ្ទាល់ផ្សាយចឹងរំភើបអូមកវិហារលើក្បាលអូនណាអូនចង់អោបវាតែប៉ុន្តែគេមិនអោយអោបផងដោយសារវាក្នុងកញ្ចក់គេហាមិនអោយប៉ះត្រីនោះទេបើនិយាយពីថានេះវិញណាបងអើយប៉ុណ្ណាណៃអូនមើលមិនឃើញតាពណ៌ឡើងខ្ជូតហ្មងបងនៅស្រុកអូនគេហៅត្រីបបាយបងអើយអាហ្នឹងនិយាយពីថាដើមឈើឲ្យកូនត្រីទូចបែបនេះនិយាយពីថាស្អាតនោះស្អាតដូចរូបគំនូអេចឹងបងហើយបើនិយាយពីថាត្រីនេះគឺឈ្មោះថាត្រីនេះអាស៊ីហើយស្អាតនោះស្អាតប៉ុណ្ណអូនធ្លាប់តែឃើញអាទូចប៉ុណ្ណមេដៃឥឡូវមកឃើញអានេះឈ្នះប្រត់តែម្ដងចំណែកកន្លែងនេះវិញណាគួរខ្លាចខ្លាំងបងអើយបងឃើញអាប្រហោងហ្នឹងឯងបងគេឲ្យចូលទៅមើលក្នុងហ្នឹងណាអូនមិនហ៊ានទៅទេអូនខ្លាចចឹងងំម៉ាអូនមកវិញណាប្រហែលក៏ឲ្យចូលទេឃើញអូនចូលគាត់វិញអូនងាប់ហើយឃើញអូនចោលហ្នឹងឯងអូនចង់ចូលណាបងតែអត់ហ៊ានលេងងាប់ហើយក្រគូដែរបងត្រីខ្មៅនេះហាអូនស្គាល់តែដូចត្រីចាប់ចឹងប៉ុន្តែការប៉ាត់គេដាក់ឲ្យមើលសោះហ្នឹងឈ្មោះគេតែអូនភ្លេចអស់ហើយកន្លែងនេះវិញណាដូចរបាត់សមុទ្រចឹងណាបងអើយបងឃើញនៅក្នុងទូរស័ព្ទស្អាតប៉ុណ្ណឹងពេលអូនមើលឃើញទៅក្រៅស្អាតជាងហ្នឹងទៀតណាបងអើយនោះត្រីបោះសហ្នឹងដូចជាត្រីឆ្ពងអូនឆ្ងល់ជ្រក់អញ្ចឹងចំណែកអានេះវិញណានៅស្រុកអូនគេហៅត្រីមេមន់តើអូនណាគាត់ស្ទូចបានរហូតហ្នឹងអាត្រីហ្នឹងបងឃើញអត់ដូចក្រោមបាត់សមុទ្របាត់តែម្ដងបងអានេះធំប៉ុណ្ណានៃហ្នឹងអាហ្នឹងត្រីឆ្លាមបើគេឲ្យចាប់វិញអូនយកទៅផ្ទះបាត់ហើយបងអើយយកទៅស្ងោរជ្រក់ត្រីឆ្លាមនឹងឆ្ងាញ់ប៉ុណ្ណាទៅត្រីអស់ហ្នឹងសារត្រីអូនធ្លាប់ហូបទេអីមកយាយមកយូរហើយគេតែរឿងហូបមកអូនហ្នឹងនេះបងអើយនេះគឺជាត្រីបបាយបើយកទៅងៀតទៅដល់ឆ្ងាញ់ហ្មងមានងៀតទេមកជូរគ្រឿងទៀតគិតតែពីរឿងថាមកហូបហ្មងបងអាចមើលទៅសភាពនៅក្នុងវីដេអូអូននឹងបានគឺស្អាតនេះគឺជាត្រីបបាយទៀតទេបងមិនតាគេចិញ្ចឹមនៅក្រៅចចកអូនណាមកអត់ត្រីនៅហ្នឹងឆ្មាតែត្រីអីក៏ប៉ិតនីម៉ូសោះត្រីហ្នឹងជាត្រីអៃដលអូនហើយហ្នឹងមើលរឿងជួបប៉ះតាហ្នឹងឈ្មោះគេគឺនីម៉ូបងមើលទៅសភាពលេងទៅណាវីដេអូនេះមានផាតធូទៀតណាបងកុំភ្លេចតាមដានហងអរគុណសម្រាប់ការទស្សនាវីដេអូនេះបាយ